រឿងលេខខ្មោចបុរាណនៅក្នុងវត្តមួយដែលខេត្តសៀមរាបមានពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅយ៉ាងអធិកអធមលុះដល់ពាក់កណ្ដាលត្រៀតភ្ញៀវទាំងអស់បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅសល់តែលោកយាយមឿននិងអ្នកតាដែលកំពុងតែតាំងសរនៅទីនោះម្នាក់និងក្មួយប្រុសរបស់គាត់ដែលមានឈ្មោះថាសារិនដែលបានជួយរៀបចំពិដានរបស់ជីតានៅរំពេចនោះសារិនក៏បានលើសំឡេងភ្លេងបុរាណមួយដែលបានបន្លឺឡើងយ៉ាងពិរោះនៅក្នុងទីដែលស្ងប់ស្ងាត់សំឡេងគង់សំឡេងរនាតឯកលាយឡំជាមួយនឹងគ្នាយ៉ាងពិរោះរណ្ដំតែគួរឲ្យរន្ធត់ព្រោះនៅទីនោះមិនមានមនុស្សណាក៏តែសោះនោះទេពេលនោះសារិនបានខ្សឹបទៅប្រាប់ប្រជារបស់លោកយាយរបស់គាត់ថាយាយមានលើសម្លេងអ្វីដូចជាខ្ញុំទេយាយមឿនបានញញឹមស្ងាត់មិនបង្ហាញភាពភ័យខ្លាចតតែសោះគាត់បានទាញដៃក្មួយឲ្យអង្គុយចុះរួចឲ្យរៀបចំរឿងរ៉ាវដែលធ្លាប់បានឮពីជីដូនរបស់គាត់ថាកាលពីជាង100ឆ្នាំមុនមានវង់ភ្លេងមួយដែលល្បីល្បាញពាសពេញតែស្រុកគេបាននិយាយថានៅពេលដែលគេបានវេគង់និងគោះរនាតអ្នកស្ដាប់ទាំងឡាយស្ទើរតែលុបព្រលឹងនៅក្នុងភាពស្ងប់ស្ងាត់ក៏ប៉ុន្តែនៅថ្ងៃមួយនៅពេលដែលពួកគេកំពុងតែប្រគំនៅក្នុងពិធីបុណ្យនៅឯម្ដុំនោះរស័ព្ទតែមានជំងឺអាសន្នរោគបានផ្ទុះឡើងសមាជិកវង់ភ្លេងទាំង10នាក់ត្រូវបានស្លាប់នៅទីនោះនៅសល់តែឧបករណ៍ភ្លេងដែលត្រូវបានទុកចោលតែប៉ុណ្ណោះចាប់តាំងពីពេលនោះមកជារៀងរាល់យប់ខែខ្នើតនៅពេលដែលមានបុណ្យភ្ជុំបិណ្ឌពួកគេតែងតែលើសំឡេងភ្លេងបុរាណបានបន្លឺឡើងហាក់បីដូចជាមានព្រលឹងដែលវាហាក់បីដូចជាព្រលឹងអ្នកភ្លេងទាំងអស់នោះបានត្រឡប់មកប្រគំវាយវាដូចជាការពួកគេនៅរស់សារិនបានញាប់ញ័រតែនៅក្នុងពេលដែលជាមួយគ្នាគាត់ក៏មានអារម្មណ៍ចង់ដឹងចង់ឃើញគាត់បានក្រោកឡើងដើរទៅមើលនៅក្នុងរោងនោះតែជាមឿនទប់គាត់ថាកុំបើឯងទៅរំខានគេនឹងមកលេងឯងនៅរៀងរាល់យប់សារិនបានឈប់ដើរតែភ្នែករបស់គាត់នៅតែសម្លឹងមើលទៅកាន់រោងនោះក៏ស្រាប់តែគាត់បានឃើញស្មោរាប់សិបនាក់កំពុងតែអង្គុយវាយភ្លេងស្លៀកសំពត់ហូលស្លៀកសម្លៀកបំពាក់បុរាណខ្លះមានរូបរាងពុកផុយដូចជាឆ្អឹងពួកគេបែរមុខមកកាន់គាត់ទាំងអស់គ្នាតែមិនមែនដោយកំហឹងនោះទេក៏ប៉ុន្តែដោយក្តីអាឡ័យហាក់ដូចជាចូលចិត្តដែលមានមនុស្សរស់នៅចាំស្ដាប់សំឡេងភ្លេងរបស់ពួកគេលេងយាយមឿនបានយកបាយស្រស់និងបាតរយមួយកញ្ចប់បានដាក់នៅលើរោងនោះរួចបាននិយាយថានេះជូនទៅកាន់អ្នកទាំងអស់គ្នាឲ្យបានស្កប់ស្កល់ហើយកុំភ្លេចជួយផ្ដល់សេចក្តីស្តុកជួយថែរក្សាកូនចៅដែលបាននៅរស់នេះផងភ្លាមនោះសូរភ្លេងក៏បានស្ងាត់ទៅវិញស្មៅទាំងឡាយក៏បានរលត់បាត់អស់នៅសល់តែឧបករណ៍ភ្លេងចាស់ដែលគេបានដាក់តម្កល់នៅក្នុងរោងនោះព្រមទាំងបាយនិងបារីដែលលោកយាយបានយកទៅថ្វាយតាំងពីពេលនោះមករៀងរាល់ឆ្នាំសារិនតែងតែទិញបាយនិងបារីដាក់នៅរោងនោះមិនដែលបានខកខាននោះឡើយដើម្បីរំលឹកគុណដល់ដូនតាដែលបានបន្សល់ទុកនៅរាល់សិល្បៈដ៏ថ្លៃថ្លាមួយគ្នានេះហើយតាំងពីពេលនោះមកក៏មិនមានអ្នកណាបានលើសំឡេងភ្លេងបុរាណនោះទៀតទេរហូតមកដល់សព្វថ្ងៃ10ឆ្នាំក្រោយមកសារិនបានក្លាយទៅជាបុរសវ័យ30ឆ្នាំដែលបានត្រឡប់មកលេងស្រុកកំណើតវិញបន្ទាប់ពីគាត់បានទៅរៀនភ្លេងបុរាណនៅរាជធានីភ្នំពេញ
គាត់បានខ្លាចទៅជាអ្នកភ្លេងដ៏ប៉ិនប្រសប់ជំនាញខាងរនាតឯកគង់វង្សប៉ុន្តែអ្វីដែលគាត់សោកស្ដាយនោះយាយមឿនដែលជាលោកយាយរបស់គាត់បានទទួលមរណភាពកាលពី2 ឆ្នាំមុនដោយលោកយាយមានវ័យចាស់ជរាណាស់ទៅហើយនៅថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនោះសរិនបាននាំក្រុមភ្លេងរបស់គាត់ដែលជាសិស្សានុសិស្សវ័យក្មេងដែលមកពីរាជធានីមកសម្ដែងនៅក្នុងវត្តដដែលដើម្បីឧទ្ទិសកុសលនិងទៅដល់យាយមឿនព្រមទាំងវិញ្ញាណក្ខន្ធរបស់អ្នកភ្លេងបុរាណទាំងអស់នោះលុះត្រាដល់ពេលកណាត្រៀតក្រោយពីសម្ដែងចប់សិស្សទាំងអស់បានដេកលក់អស់នៅសល់តែសរិនម្នាក់តែប៉ុណ្ណោះដែលកំពុងតែរៀបចំឧបករណ៍ភ្លេងនៅរំពេចនោះសូរសម្លេងភ្លេងបុរាណបានបន្លឺឡើងម្ដងហើយម្ដងទៀតចេញពីរោងមួយនោះសរិនបានញញឹមយ៉ាងស្ងាត់លែងមានការផិតភ័យដូចជាការ10 ឆ្នាំមុនទៀតហើយគាត់បានក្រើកដើរឡើងយ៉ាងស្ងប់ស្ងាត់ដើរទៅកាន់រោងមួយនោះកាន់តែចូលចិត្តសម្លេងកាន់តែច្បាស់ឡើងនៅពេលដែលគាត់ដើរទៅដល់មាត់រោងសរិនបានឃើញសមោអ្នកភ្លេងទាំង10 នាក់កំពុងតែប្រគំដូចជាការ10 ឆ្នាំមុននោះដែរប៉ុន្តែនៅលើកនេះពួកគេមិនមែនមើលមកកាន់គាត់ដោយក្តីអាល័យទៀតនោះទេគឺមើលមកកាន់គាត់ដោយក្តីគោរពស្រឡាញ់ហើយធ្វើជាសញ្ញាឲ្យគាត់ចូលមកជិតភ្លាមសរិនបានដើរចូលទៅជិតទាំងក្តីមិនញញើតរួចបានអង្គុយនៅក្បែរពួកគេភ្លាមក៏ស្រាប់តែមានបរិសុទ្ធចំណាស់ម្នាក់ដែលបានមើលទៅដូចជាមេវង្សភ្លេងបានងាកមកកាន់គាត់រួចបានមានប្រសាសន៍ថាទាំងសម្លេងក្រលួចថាអរគុណកូនអរគុណដែលកូនមិនភ្លេចភ្លេងរបស់ដូនតាយើងបានឃើញកូនរៀនភ្លេងឃើញកូនខិតខំប្រឹងប្រែងថែរក្សាសិល្បៈដូនតាយើងទាំងអស់គ្នាមានចិត្តត្រេកអរខ្លាំងណាស់សរិនញញឹមទាំងហូរទឹកភ្នែកហើយបានឆ្លើយទាំងស្រក់ទឹកភ្នែកថាខ្ញុំសូមអរគុណដល់វិញ្ញាណក្ខន្ធរបស់អ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែចង់ឲ្យវង់ភ្លេងបុរាណរបស់យើងបាននៅអាស្ថិតស្ថេរមិនត្រូវបានរលាយបាត់ទៅតាមការតែប៉ុណ្ណោះនោះទេមេវង់ភ្លេងបានងក់ក្បាលរួចបានសួរថាតើកូនចង់រៀនបទភ្លេងដែលយើងធ្លាប់បានលេងកាលនៅរស់ដែរឬទេបទដែលគ្មានអ្នកណាអាចចេញក្រៅពីពួកយើងបាននោះទេសរិនបានស្ទុះងក់ក្បាលដោយមានសេចក្តីសុខនិងរំភើបហើយបានឆ្លើយទាំងរំភើបថាចង់រៀនតាំងពីថ្ងៃនោះមកជារៀងរាល់យប់ខែខ្នើតសរិនតែងតែមកកាន់រោងនោះដើម្បីរៀនភ្លេងពីខ្មោចរបស់អ្នកភ្លេងទាំងអស់នោះគាត់បានរៀនបានរហ័សព្រោះគាត់មានចិត្តស្រឡាញ់ភ្លេងពិតប្រាកដហើយក៏ព្រោះតែអ្នកទាំងអស់គ្នានោះបានបង្រៀនគាត់ដោយក្តីស្រឡាញ់ដូចជាកូនចៅរបស់គាត់ដែរ3 ឆ្នាំក្រោយមកសរិនបានក្លាយជាអ្នកភ្លេងដ៏ឆ្នើមបំផុតនៅក្នុងស្រុកនោះហើយគាត់បានបង្រៀនភ្លេងនេះជាបន្តបន្ទាប់ទៅកាន់កូនចៅជំនាន់ក្រោយនៅរៀងរាល់ឆ្នាំនៅថ្ងៃដែលមានពិធីបុណ្យភ្ជុំគាត់តែងតែនាំកូនសិស្សទៅលេងភ្លេងនៅវត្តនោះដើម្បីឧទ្ទិសថ្វាយទៅដល់វិញ្ញាណក្ខន្ធអ្នកភ្លេងទាំងអស់គ្នា